អ្នកនឹងប្រែមកជាចូលចិត្តភាពស្ងប់ស្ងាត់ចូលចិត្តនៅម្នាក់ឯងមិនចូលចិត្តរាប់អានមិត្តភ័ក្តិច្រើនមិនចូលចិត្តនិយាយច្រើនមិនចង់ឆ្លោះយកឈ្នះចាញ់មិនចង់លើកសរសើរមិនចង់យកចិត្តអ្នកណាម្នាក់គ្មានអារម្មណ៍ចូលរួមកម្មវិធីជប់លៀងថែមទាំងសូម្បីតែការចាយចុងក៏ខ្ជិលដែរនោះអ្នកពិតជាយល់ច្បាស់ពីចិត្តមនុស្សព្រោះអ្នកបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងជីវិតមានអារម្មណ៍ថាភាពស្មោះត្រង់មិនមានន័យដោយសារអ្នកជាមនុស្សស្មោះត្រង់ជាងគេជាមនុស្សដែលរីករាយជាងគេចូលចិត្តជួយមិត្តភ័ក្តិគ្រប់គ្នាតែក្រោយមកនៅពេលដែលអ្នកឃើញថាខ្លួនឯងគ្មានប្រយោជន៍ចំពោះអ្នកដទៃតទៅទៀតភាពរីករាយនោះបដូរមកវិញនៅភាពប្រងើយកន្តើយភាពស្មោះត្រង់បដូរមកវិញនៅគម្រោងការអាក្រក់ភាពស្លូតត្រង់បដូរមកវិញនៅភាពក្បត់ការចែករំលែកបដូរមកវិញនៅភាពច្រ